Ngày nay là cụ hên làm một talk show thế đấy chắc SME mà số cụ hênច្រើនតែតងតើរកស៊ីរបៀបម៉េចដើម្បីកុំឲ្យម្ចាស់ភាគហ៊ុននឹងឆ្លោះគ្នាបាទប្រធានបទនេះវាក្តៅបាទប្រធានបទក្តៅឃើញនៅក្នុង social media វេកញែកគ្នាច្រើនអញ្ចឹងមុននឹងបកស្រាយនៅចម្ងល់បងប្អូនម្ចាស់អាជីវកម្ម SME យើងហ្នឹងមានរឿងរ៉ាវតែនិយាយថារកស៊ីចាប់ពីអ្នកឡើងទៅដល់ឆ្លោះអញ្ចឹងហេតុអីបានវាឆ្លោះអានោះទៅយើងរកហេតុផលឆ្លោះដោយសារអីចោទគ្នាទៅវិញទៅមកអញ្ចឹងដោយសារតែមានការបន្ទុកចិត្តគ្នានឹងឯងអញ្ចឹងហេតុអីបានបន្ទុកចិត្តគ្នាបន្ទុកចិត្តទៅលើការទទួលខុសត្រូវរឿងលុយកាក់ហ្នឹងឯងអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងមានតម្លាភាពទៅលើការគ្រប់គ្រងរបស់យើងនោះអាហ្នឹងវាអត់មានអីទៅឆ្លោះគ្នាទេអញ្ចឹងតើធ្វើម៉េចដើម្បីឲ្យវាមានតម្លាភាពបញ្ហាវានៅកន្លែងហ្នឹងហើយតម្លាភាពនោះតម្លាភាពទៅអីតម្លាភាពទៅលើតួលេខលុយកាក់ហ្នឹងឯងអញ្ចឹងឧទាហរណ៍ថាយើងត្រូវមានការប្រជុំអង្គប្រសាវិបាលឬក៏ម្ចាស់ភាគហ៊ុនរៀងរាល់3ខែម្ដងយើងសន្មតគ្នាអញ្ចឹងតែដល់3ខែយើងអត់បានប្រជុំអញ្ចឹងយូរទៅវារយាទៅហើយធ្វើឲ្យមានការសង្ស័យគ្នាទៅវិញទៅមកដើម្បីជៀសវាងនៅការសង្ស័យគ្នាមន្ទិលណាធ្វើឲ្យមន្ទិលគឺយើងត្រូវមានភាពស្មោះត្រង់មួយគ្នាជាធម្មតាអ្នកដែលកាន់ការទៅលើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃហ្នឹងត្រូវតែរុះរាន់ធ្វើរបាយការណ៍ operation របាយការណ៍ហិរញ្ញវត្ថុឲ្យវាមានតម្លាភាពតាន់ពេលវេលានឹងហើយយើងដាក់ជូនទៅម្ចាស់ភាគហ៊ុនទៅក្រុមប្រឹក្សាវិបាលប្រជុំហើយយើងស្វែងរកនៅដំណោះស្រាយបញ្ហាដែលយើងប្រឈមនៅពេលដែលយើងគ្រោងហ្នឹងអញ្ចឹងជួនកាលក្រុមប្រឹក្សាវិបាលនេះហ្នឹងគេឲ្យជាអនុសាសន៍យើងឬក៏ម្ចាស់ភាគហ៊ុនហ្នឹងគេឲ្យជាអនុសាសន៍យើងអញ្ចឹងយើងគិតទៅបើអនុសាសន៍ហ្នឹងល្អយើងធ្វើតាមទៅអញ្ចឹងឧទាហរណ៍ថាយើងបញ្ហាអីគេបញ្ហាខ្វះទុនយើងរៀបចំមានលេខអក្សរត្រឹមត្រូវមកយើងខ្ចីពីក្រុមប្រឹក្សាវិបាលអញ្ចឹងឲ្យមានឯកសារខ្ចីត្រឹមត្រូវទៅបើយើងខ្ចីពីធនាគារអានេះយើងព្រមព្រៀងគ្នាទៅខ្ចីពីធនាគារទៅដល់ពេលអញ្ចឹងសួរថានឹងវាមានដំណោះទៀតទេវាអត់មានដំណោះទេអញ្ចឹងមកប្រតិបត្តិការមួយប្រតិបត្តិការត្រូវតែមាន supporting បើយើងខ្វះ supporting អាហ្នឹងក៏វាលួសដែរមនុស្សយើងកាលវាផ្លេចយូរទៅវាទៅជារឿងអញ្ចឹងគណៈនាយកសំខាន់គណៈនាយកជាអ្នកកត់ត្រារាល់ប្រតិបត្តិការអាជីវកម្មទាំងអស់អញ្ចឹងបើសិនជាយើងជា CEO ជា management បើសិនជាយើងធ្វើដោយអត់មានគណៈនាយភាពត្រឹមត្រូវយកឲ្យគណៈនាយកចុះកត់ត្រាត្រឹមត្រូវយើងអាចភ្លេចថ្ងៃណាមួយយើងមិនចាំទាំងអស់ទេ5-6ឆ្នាំក្រោយយើងភ្លេចអញ្ចឹងបានគេឲ្យយើងមានការកត់ត្រាគណនេយ្យឲ្យបានត្រឹមត្រូវនៅប្រតិបត្តិការទាំងអស់ហ្នឹងអញ្ចឹងឆ្លោះគ្នាតែរឿងលុយកាក់ឯពាក្យច្រើនហើយអញ្ចឹងសួរថាបើសិនជាយើងមានគណនេយ្យករត្រឹមត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុចំណេញខាតទ្រព្យសម្បត្តិសល់ប្រមាណចំណូលមកពីណាចំណាយលើអីខ្លះសួរថាតើមានកង្វល់ទៀតទេមានមន្ទិលទៀតទេបើសិនជាគេថាអូខេធ្វើហើយអត់មានអ្នក check យើងទៅរក auditor មកឆែកយើងទៅជួល auditor ពីខាងក្រៅមកឆែកតើអ្នកកឯករាជ្យហ្នឹងមកឆែកលើរបាយការណ៍រ៉ែនទុកយើងនឹងទៅអញ្ចឹងបើគេថាត្រឹមត្រូវហើយអានឹងភាពទុកចិត្តខ្ពស់អញ្ចឹងហើយបានយើងប្រៀបធៀបការរកទទួលទានចូលហ៊ុននៅប្រទេសគេផ្សេងឃើញគេរាប់រយឆ្នាំគេមិនតាន់ឆ្លោះគ្នាផងក្រុមហ៊ុនគេក្រោទៅមុខរហូតហើយក្រុមហ៊ុនខ្មែរយើងបានតែ4-5ឆ្នាំ4-10ឆ្នាំឆ្លោះគ្នាចាប់ដល់បែកបាក់គ្នាអញ្ចឹងហើយអានឹងហើយគឺការរកស៊ីដែលយើងមិនបង្ហាញភាពស្មោះត្រង់អញ្ចឹងភាពស្មោះត្រង់តម្លាភាពត្រូវតែមានចំពោះម្ចាស់ភាគហ៊ុនទាំងអស់ហើយយើងកុំរកស៊ីយើងអាងថាអូខេឥឡូវខ្ញុំអាងខ្សែនេះខ្សែនោះអានឹងមិនមែនជាគេហៅថា best practice នៅក្នុងការរកទទួលទានទេគឺការដែលយើងធ្វើយ៉ាងចឹងយើងរកស៊ីបានតែម្ដងជាមួយគេទេហើយទៅក្រោយយើងស្អុយឈ្មោះគ្មានអ្នកណាគេចង់រកស៊ីជាមួយយើងទៀតទេហើយអតិថិជនក៏បាត់បង់ទៅតាមនឹងដែរនៅពេលដែលយើងឆ្លោះគ្នាយើងខូចមុខមាត់យើងខូចកេរ្តិ៍ឈ្មោះអាជីវកម្មក៏រលាយរលត់ចឹងនិយាយទៅខាតទាំងអស់ហ្មងខាតច្រើនណាស់ចឹងសរុបមកវិញបងប្អូនដែលជាអ្នករកទទួលទាននឹងសូមប្រកាន់ជាប់នៅក្រមសីលធម៌ហើយតម្លាភាពគេឈ្មោះសំខាន់ជាងអ្វីៗទាំងអស់គេឈ្មោះនៅសល់រាប់រយឆ្នាំហើយបើសិនជាយើងនៅសល់គេឈ្មោះគេនៅរាប់អានឱកាសក្នុងការយើងរកទទួលទានជោគជ័យនោះគឺវាធំបាទអញ្ចឹងជាចុងក្រោយខ្ញុំសូមណែនាំថាធ្វើអីក៏ដោយឲ្យមានតម្លាភាពស្មោះត្រង់មួយគ្នានោះគឺយើងអាចរកទទួលទាននៅមួយគ្នាបានយូរជាពិសេសគឺគណនេយ្យភាពហើយនឹងតម្លាភាពទៅលើរបាយការណ៍ហិរញ្ញវត្ថុមាន check ហើយនឹង balance ណាអូខេសូមអរគុណ